各位同学，大家好，tôi xin mến hảo, tôi là cô mặc cảnh thạoភាសាចិន online មកយើងវិញតែម្ដងដោយសារអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរគឺយើងចូលសម្ដៅរយៈពេល4ថ្ងៃអញ្ចឹងគឺខ្ញុំបាន record ជាវីដេអូសម្រាប់បន្តយើងចំនួន4វីដេអូដែលនឹងផ្ញើជូនចូលក្នុងក្រុម Telegram តែម្ដងហើយចំពោះឯកសារក៏ដូចគ្នាដែរយើងនឹងផ្ញើជា file PDF ដូចជារូបភាពចូលក្នុងក្រុម Telegram មិនថាយើងក៏អាចព្រានឬក៏មើលបាននៅពេលដែលទន្លេពីការជួបជុំគ្រួសារឬក៏ត្រឡប់មកពីពិធីបុណ្យចូលឆ្នាំខ្មែរវិញអញ្ចឹងចំពោះថ្ងៃនេះយើងហ៊ានតាក់ទងនឹងពាក្យថាឆោសឺគឺយើងសំដៅលើពាក្យថា mart ឬក៏ supermarket ឬក៏យើងនិយាយថាផ្សារទំនើបគេប្រើពាក្យថាឆោសឺចឹងនៅក្នុងផ្សារទំនើបគឺមានរបស់ច្រើនដែលយើងអាចធ្វើការជាវឬក៏ទិញបានឥឡូវខ្ញុំឧទាហរណ៍ធួមួយនៅក្នុងនឹងតែម្ដងចំពោះលេខ1 យើងមកប្រែថាសូទៀនថងសូទៀនថងដែលយើងសំដៅលើ7សូទៀនថងសូទៀនថង7សូនោះដូចមិនផាច់យើងក៏បានដឹងហើយគឺយើងមកប្រែថាដៃទៅអត់តែទៀនគឺសំដៅលើគិសនីតែដល់ពេលថងមិនថាយើងដល់ពេលបកប្រែ3ពាក្យនឹងចូលគ្នាសូទៀនថងយើងស្ដាប់ពាក្យថា7ដែលយើងប្រចាំងដើម្បីមើលនៅទីងងឹតហ្នឹងគេប្រើវាសូទៀនថងទេហើយបើសិនជាក្នុងលក្ខខណ្ឌមិនថាយើងគាត់សារលើពាក្យសូជីនឹងគឺមានន័យមួយផ្សេងទៀតសូជីគឺស្ដាប់លើទូរស័ព្ទដៃសូទៀនថងគឺស្ដាប់លើ7បញ្ចាំងនេះតោះនេះគេប្រើសូទៀនថងលេខ2វងយើងបកថាឆ្ពោះទៅវងវងឆ្ពោះទៅឧទាហរណ៍មួយថា今边往新港的道路已经修好了មានថាផ្លូវដែលចេញពីពេញឆ្ពោះទៅក្រុងព្រះសីហនុឬក៏កំពង់សោមហ្នឹងគឺបានសាងសង់រួចរាល់ហើយជាងគេប្រើពាក្យវងទេប្រើវង公司មានថាឆ្ពោះទៅក្រុមហ៊ុនសារលេខ3តឹងជីយើងស្នើពាក្យថាចង្គៀងអំពូលតឹងជីតឹងជីចង្គៀងឬក៏អំពូលឬថាចង្គៀងឬក៏អំពូលដែលយើងប្រចាំងឲ្យឃើញឬឲ្យភ្លឺនៅក្នុង office ឬក៏នៅក្នុងបន្ទប់ស្នាក់នៅរបស់យើងហ្នឹងគេប្រើពាក្យតឹងជីចឹងមិនថាយើងគាត់ធ្លាប់រៀនពីមុនទេត្រូវពាក្យថាបើកយើងប្រើពាក្យគេដែរបើកគឺយើងមកប្រែពាក្យថាខាយចឹងបើកអំពូលភ្លើងបើកភ្លើងខាយតឹងដល់ពេលបិទយើងមកប្រែថាគួនទៅអត់ទៅអញ្ចឹងដល់ពេលគួនតឹងយើងមកថាបិទភ្លើងឬក៏បិទអំពូលភ្លើងទេសៀលេខ4ឈឺយើងមកប្រែថាតំបន់ទេឈឺឈឺតំតំបន់ឬក៏ភាសាអង់គ្លេសគេបកថា area ហើយបើសិនជានៅក្នុងទីក្រុងភ្នំពេញគេបកប្រែមួយទៀតគឺយើងបកប្រែថាខណ្ឌឧទាហរណ៍ថាខណ្ឌបឹងកេងកងខណ្ឌ7មករាឬក៏ខណ្ឌច្បារអំពើខណ្ឌមានជ័យហ្នឹងក៏គេប្រើពាក្យឈឺនឹងដែរទេអូលេខ5ទៀនឈឺយើងមកប្រែថាថ្មទៀនឈឺថ្មមានសំដៅលើប្រភេទថ្មដែលយើងយកគប់គ្នាអីណានេះទៀនឈើគឺថ្មដែលយើងដាក់នៅក្នុងតេឡេវិទ្យាថ្មគ្រាប់នេះដែលយើងដាក់នៅលើតេឡេវិទ្យាក៏ដាក់នៅក្នុងរបស់ឧបករណ៍ណាមួយដើម្បីដំណើរការនៅក៏អាចប្រើប្រាស់បានណាគេប្រើពាក្យទៀនឈើទេbacteria អ្នកនរនេះគេប្រើពាក្យទៀនឈើថ្មសាឬក៏សំដៅលើប្រភេទថ្មគ្រាប់ដែលយើងដាក់នៅក្នុងតេឡេវិទ្យាឬក៏អីជាណាដើម្បីអាចប្រើប្រាស់បានគេប្រើពាក្យទៀនឈើលើកលេខ6ផាងពៀនក្បែរឬក៏ចិត្ត旁边ក្បែរឬក៏ចិត្តឧទាហរណ៍我坐在你的旁边我坐在你的旁边ខ្ញុំអង្គុយនៅចិត្តអ្នកខ្ញុំអង្គុយនៅក្បែរអ្នក我坐在你的旁边很好លេខ7巧克力គឺសំដៅលើសូកូឡាឧទាហរណ៍ចូលចិត្តkrem សូកូឡាទៅអត់ krem យើងប្រើពាក្យគេដែរគេប្រើ冰淇淋对អញ្ចឹង我喜欢吃巧克力味的冰淇淋
ខ្ញុំចូលចិត្តញ៉ាំសូកូឡាដែលខ្ញុំចូលចិត្តញ៉ាំការ៉េមរសជាតិសូកូឡាតែអញ្ចឹងគេប្រើពាក្យ巧克力是的巧克力សូកូឡាតែมันphảiยังจำไม่ได้แสดงในอังกฤษได้ช็อกโกแลตต่อไปพิซซ่าเช่นที่ผ่า巧克力สองช็อกโกแลตป้าลิปผมไป草莓有什么的พลายสตรอเบอรี่草莓我喜欢吃草莓ខ្ញុំចូលចិត្តញ៉ាំផ្លែស្ទ្រប៊ឺរីតែបើសិនមិនអាចគាត់ថែមពាក្យ味道រសជាតិ 我喜欢吃巧克力味的冰淇淋ខ្ញុំចូលចិត្តញ៉ាំក្រែមរសជាតិស្ទ្រប៊ឺរីតែគេប្រើប្រយោគនឹងដែរស្ដាប់ជាលេខ9食品យកមកប្រែថាអាហារ食品អាហារមិនថាយើងធ្លាប់លើគេនិយាយថា食品安全នឹងបើថានិយាយឲ្យចាំហ្មងទៅយើងមកថាសមត្ថភាពចំណីអាហារ食品安全សុវត្ថិភាពចំណីអាហារតែបើមិនយក考虑食品安全ពួកយើងត្រូវពិចារណាទៅលើសុវត្ថិភាពចំណីអាហារដោយដែលយើងបរិភោគប្រចាំថ្ងៃអញ្ចឹងគេប្រើថា食品នឹងក៏ដៅផ្ដុំទាំងអស់នេះមានទាំងបន្លែផ្លែឈើបាយមីអីទាំងអស់ហ្នឹងគឺនៅក្នុងនឹងទាំងអស់គេប្រើថា食品អាហារ10លេខ101ជាន់ទី1ជាន់ទី1អ្នកទាំងអស់គ្នាបើសិនជាយើងឧទាហរណ៍ថាជាអគារខុនដូឬក៏អគារដែលមានកម្ពស់ខ្ពស់អញ្ចឹងយើងបើសិនជាជាន់ទី6យើងប្រើថាលាវឡូយើងដូរលេខតាមនឹង